មេឃឡើងតិចស្រែពីអ្នកបងប្អូនគេនាំគ្នាអង្គុយញ៉ាំទឹកកកទាំងព្រឹកតែអ្វីដល់លយនោះណាសួនគេដាំសតដើមម្ទេសនៅខាងក្រៅពីគុំអង្គុយនឹងចំពេលល្មមមកផ្លែទុំក្រហមគ្រប់ដើមទៀតយើងមកអង្គុយញ៉ាំកន្លែងនឹងបែបអាខាតទេកូនហើយថ្ងៃហ្នឹងពីខូបត្រៀមខ្លួនចេញទៅដើរលេងទៀតហើយមើលមុខអ្នកទៅដើរលេងមុខអញ្ចឹងដើរលេងមិនដឹងសុបាយអត់ទេមុខដូចត្រូវគេបង្ខំអញ្ចឹងលោកអើយពីខូបទៅដើរលេងណាខ្លះហើយទៅជាមួយអ្នកណាដែរចាអូនទៅដើរលេងនៅតូក្យូនេះឯងជាពិសេសនោះគឺអូនបានដើរលេងជាមួយនឹងលោកតានិងលោកយាយទៀតពួកគាត់មកពីចម្ងាយអ្នកនាំអូនដើរលេងមានអូនអ្នកនាំពួកគាត់ដើរលេងទេដល់ពេលមុនចេញដំណើរទៅក៏ដាក់មកប៉ោះពីប៉ោះសិនតែតោះអីពេលហ្នឹងអូនអត់តន់អស់ល្ងុយដើរដូចរៀងមើលពេញទៅផ្លូវមើលទៅមុខទៅនងដូចជាអ្នកធ្វើការដាច់យប់មកអញ្ចឹងតែសំណាងហើយពេលហ្នឹងបានលោកតាដើរដឹកដៃរហូតកុំអីដើរទៅមុខមិនរួចទេដល់តែដើរទៅឃើញទូការ៉េមឈរស្រក់ទឹកមាត់ទៀតពងថាដូចជារៀងនៅខ្វះ power ផងឥឡូវបានរបស់ឆ្ងាញ់ទៀតចាំការទៀតលូកយកខ្លួនឯងចឹងហ្មងទៅចាគេចង់ញ៉ាំទៀតដែរលោកតាប្រាប់ថាចង់ញ៉ាំអាណាចុចយកឲ្យចៅតាអ្នកគិតលុយឲ្យចៅលឺអញ្ចឹងចាំការទៀតអូខេបានរបស់ឆ្ងាញ់ទៀតហើយពីព្រឹកមួយសាដើមមិនតាន់បានប្រមាណផងឥឡូវបានម្នាក់មួយសាទៀតចំណែកលោកយាយនិងម៉ាម៉ាអត់ញ៉ាំទេការ៉េមនាំគ្នាញ៉ាំទឹកលោកតានោះគាត់ថាឥឡូវញ៉ាំបានជាគ្នាមួយចៅដែរកំពុងរោមើលគួរញ៉ាំមុខណាដល់តែបានរៀងខ្លួនហើយជុលទៀតទឹកជុលការ៉េមអីក៏មានបន្ទាប់ពីនាំគ្នាញ៉ាំរួចក៏មកនៅបង្អង់យូរទៀតដែរបន្តដំណើរទៅមុខរកកន្លែងដាក់មកប៉ោះពីប៉ោះទៀតអីចឹងទៅងាយបានជួបគ្នាទៀតណារាប់10 20ឆ្នាំបានជួបគ្នាម្ដងណោះចាប់បែកគ្នាលើកនេះមិនដឹងជាប្រហែលឆ្នាំទៀតទេបានជួបជាមួយអ្នកមីងខ្ញុំទៀតបើជួបគ្នាទៀតមានតែពូមីងទេមកជួបក្មួយបានតែបើចាំឲ្យក្មួយទៅរកពូមីងបាបបាអើយរកផ្លូវទៅអត់ឃើញទេចាឥឡូវនាំគ្នាដើរមកដល់ទិសដៅហើយនេះគឺថាដើរគឺដើរមែនហើយជាទំនៀមទម្លាប់ពេលទៅដល់ខ្លោងទ្វារយើងដាក់1 2អីទៀតទៅចាអនុស្សាវរីយ៍និយាយពីមើលមុខចៅនោះអត់ចង់មើលកាមេរ៉ាសោះហ្មងឥឡូវតោះយើងមកមើលទេសភាពបន្តិចចានិយាយពីអូយខ្យល់អាកាសល្អមែនទេបងប្អូនអើយថ្មហ្នឹងអត់ក្តៅអត់ត្រជាក់គឺមកល្មមហើយទេសភាពមើលទៅក៏ស្រស់ស្រាយភ្នែកទៀតចាបងប្អូនណាមកដល់ទីកន្លែងនេះហើយកុំភ្លេចមកចាក់សោបេះដូងទុកផងខ្លាចលោកគេលួចបាត់តោះចាក់សោទុកអញ្ចឹងបានមានសុវត្ថិភាពហើយបើកលេចមកមើលខាងនេះវិញបងប្អូនណាមើលគេឈរណោះអត់មានខ្វល់ពីអ្នកនៅជុំវិញខ្លួនសោះហ្មងណាលោកយាយនិងលោកតាចង់ថតជាមួយចៅទុកជាអនុស្សាវរីយ៍សូមឲ្យចៅងាកមកកាមេរ៉ាតិចមកចៅអើយតែចៅនោះឈរធ្វើរឹកមិនខ្វល់សោះហ្មងពងឲ្យទស្សនាទឹកឥឡូវហ្នឹងគឺមានវិធីហើយមានលើកចាប់ពង្វិលមកឲ្យចំកាមេរ៉ាចឹងមកទៅស្រួលយាយសុំពេលបន្តិចចៅបញ្ចេញស្ដាយតិចមកតន្ទីក៏អស់ចិត្តដែរតោះគេនៅក្នុងចិត្តដែរបញ្ចេញតន្តិចរួចខ្លួនណាមានតន់ទៅរួចខ្លួនអីមកដល់នេះត្រូវពង្វិលមកទៀតហ្នឹងហើយតែមិនទេយើងជាតួឯកទៅណាមកណាឲ្យភ្លេចតួឯកមិនបានហើយមកដល់កន្លែងមើលត្រីនេះគ្រាន់តែកលេចឃើញត្រីនេះភ្លាមហួសចិត្តហ្មងមិនដែលឃើញត្រីណាមកដូចឆ្កែអញ្ចឹងទេដល់ពីអ្នកបងប្អូនគេនេះគ្រាន់តែឃើញភ្លាមក៏អស់សណើចគ្រប់គ្នាដែរតែនដើរម្នាក់មានអារម្មណ៍តែហេវពេលឡើងទៅតាមចដៅយន្តក៏ឆ្លៀតបានមកប៉ុស្តិ៍ទៀតដែរថាយើងថតកុំឲ្យខ្វះចន្លោះណាហើយពេលហ្នឹងពួកយើងចូលទៅញ៉ាំសាប៊ូចិត្តដូចគ្នាណាគ្រាន់តែឃើញភ្លាមនាំគ្នាចូលហ្មងទៅដោយសារតែនឹកឃើញចង់ញ៉ាំបន្លែចំណាពីខូបវិញគេមិនអង្គុយមួយម៉ាម៉ាទេគេទៅអង្គុយនៅកណ្ដាលណោទៅជ្រៀតជ្រែកទៅអង្គុយជ្រៀតជ្រែកលោកយាយនិងលោកតាណាជ្រៀតជ្រែកពីផ្ទះនេះមិនអស់ចិត្តទេឆ្លៀតមកជ្រៀតជ្រែកនៅនេះទៀតការជួបគ្នាដំបូងមុខមិនចង់មើលមិនរីកហ្មងមុខណាដល់ពេលដើរលេងជាមួយគ្នាបានកន្លះថ្ងៃមានអីកើតជាអ្នកជ្រៀតជ្រែកបានបដ ாய் ដល់ទៅពេលនាំគ្នាញ៉ាំរួចរាល់បន្តទៅមើលឲ្យចិត្តទឹកម្ដងលោកនេះហើយមើលដំណើរគេនៅលោកអើយដូចជាមានកម្លាំងព្រឹសហ្មងណាបន្ទាប់ពីញ៉ាំអាហារហើយនិយាយពីម្ដងកន្លែងនេះឈរឃើញត្រីលោតបងប្អូនចាំកន្លែងមើលទៅក្នុងទឹកណោះឃើញត្រីលោតផ្លោតនៅក្នុងទឹកឃើញហើយបងប្អូនឃើញទេគឺថាមានត្រីលោតអញ្ចឹងរហូតនោះវាលោតច្រើនណាលោតបានខ្ពស់ដែរហ្នឹងមុំមកថាយើងមើលទៅឃើញច្បាស់ពីខួបគេចូលចិត្តណាបងប្អូនហើយទៅមើលទឹកមើលអីអញ្ចឹងនោះនិយាយពីថាអត់ចង់ទាមកផ្ទះវិញទេតាមតែចិត្តហ្នឹងគឺចង់នៅដល់យប់ហើយនៅដល់យប់មិនកើតយើងត្រូវទៅកន្លែងផ្សេងទៀតចាំមើលតើយើងទៅកន្លែងណាទៀតចាមកដល់កន្លែងហ្នឹងគឺអត់ភ្លេចទេហោចណាស់ក៏បាន 4-5 ប៉ុស្តិ៍អីទៀតដែរដើរអស់ពីកន្លែងមួយទៅកន្លែងមួយទៀត
ពេលនេះកំពុងតែឈររងចាំបន្តដំណើរទៅទៀតហើយនៅស្រុកនេះបងប្អូនទោះយើងអត់មានឡានអត់មានម៉ូតូជិះក៏យើងងាយស្រួលក្នុងការធ្វើដំណើរទៅណាមកណាដែរដោយមធ្យោបាយក្នុងការធ្វើដំណើរដោយងាយស្រួលនោះគឺយើងជិះរថភ្លើងប៉ុន្តែឡានក្រុងអត់សូវលឿនដូចជារថភ្លើងទេរថភ្លើងអត់ចេះស្ទះណាដល់ម៉ោងគឺចេញមានគ្រប់ខ្សែនិយាយពីឆ្វេងឆ្វាត់ដូចសរសៃឈាមអញ្ចឹងនៅក្នុងទីក្រុងមធ្យោបាយក្នុងការធ្វើដំណើរដែលពេញនិយមនឹងគឺជិះរថភ្លើងនឹងឯងហើយបន្ទាប់មកគឺឡានក្រុងអត់ចាំបាច់មានឡានអីទេជិះតែរថភ្លើងជិះតែឡានក្រុងនឹងសប្បាយយទៅណាអស់ចាប់ពេលនេះយើងកំពុងតែនៅលើអាគារដ៏ខ្ពស់គឺនៅលើអាគារកម្ពស់ជាន់ទី43អាពីគូគ្រាន់តឡើងទៅដល់ភ្លាមបងប្អូនគេហ៊ានមើលទៅខាងក្រោមទេគេស្រាវហើយដល់ពេលឈរកន្លែងណាដែលអត់សូវឃើញខាងក្រោមខ្លាំងជាងទៅគេហ៊ានមើលពីចម្ងាយចានោះឃើញភ្នំឃើញសុទ្ធតែផ្ទះសម្បែងអាគារខ្ពស់ទាបអីចឹងទៅមើលទៅដូចជាគំនូអញ្ចឹងបងប្អូនស្អាតមែនទែនហើយខាងក្រោមនេះគឺសួនថ្ងៃណាមួយនឹងខ្ញុំនឹងនាំអាពីគូបនឹងបងគេមកលេងកន្លែងនោះម្ដងក្មេងៗឲ្យតែប្រហែលនាំដើរលេងសួនអញ្ចឹងទៅគឺថាអស់ចិត្តហើយគេសប្បាយហើយចាឥឡូវវីដេអូនេះគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណជម្រាបលា